នេះគឺជាការ feedback របស់អតិថិជនដែលបានប្រើប្រាស់ផ្ទាល់បងហើយជើងខ្ញុំវាមិនគៀបធ្លាក់ជើងដៃតុកជុំយើងនៅ office យើងហ្នឹងតុកដៃវែង2 ម៉ែត្រហ្នឹងអាហ្នឹងធ្ងន់ណាខ្ញុំលើកទៅវារបូតដៃវាធ្លាក់អុកចំមេជើងខ្ញុំឃើញវាបន្តិចមើលរូបខ្ញុំកាជាប់ដំបងឃើញស្នាមជ្រុងតូចមួយលើកញ្ចក់ឯងតែបងហើយទៅពេលមួយថ្ងៃក្រោយបើលេងចាប់ដើមជាប់កកឈាមឡើងខ្មៅហ្មងស្រាប់តែខ្ញុំនឹកឃើញអីបងឯងមើលខ្ញុំនឹកឃើញបងឯងរឿងអាណាអង្គាដៃគាត់មិនកើតស្អីពឹសភ្លើងហ្នឹងមិនគាត់លាបប្រេងដូងហ្នឹងខ្ញុំក៏នឹកឃើញតាមហ្នឹងក៏យកបតក់តាមលាបតាមបងឯងមើលអើយលទ្ធផលមិនគួរឲ្យជឿមែនតើបងតែខ្ញុំបតក់ចូលទៅបងឯងមើលវាលាយឈាមកកចេញមកបាទចាំមើលខ្ញុំផ្ញើរូបមួយទៀតនេះរូបនេះពេលខ្ញុំលាបប្រេងដូងតិចបងឯងទៅនេះខ្ញុំលាបទៅបងឯងមើលវាទៅជាអញ្ចឹងវាចាប់ដើមលាយឈាមកកចេញមកហើយបែកឈាមហិចវាហោអាឈាមចេញមកហ្មងហើយកញ្ចក់យើងចាប់ដើមចេញផ្ទៃសមកអានេះចាប់ដើមប្រែទៅទៀតបងឯងមើលចាប់ដើមប្រែទៅទៀតដែរវាដេញទៅរហូតដេញទៅពេលហើយវាធាក់អាកញ្ចក់ស្អុយនឹងចេញមកហ្មងវាហើបចេញពីខាងឆ្វេងមកខាងខ្មៅនេះអត់ទាន់វានៅជាប់ហ្នឹងអីប្រេងដូងបងឯងសាហាវមែនតើបងដល់ពេលអញ្ចឹងខ្ញុំសម័យឃើញវិញចេះតស៊ូតាមបងប្រាប់ឲ្យផឹកចូលក្នុងពវៀនបតាំងទៅវាជាពវៀនបតាំងមែនតើសម្រាប់ប្រេងដូងត្រជាក់គឺមានអត្ថប្រយោជន៍ឥតគណនាយើងចង់លាយជាមួយអាហារក៏បានឬក៏ញ៉ាំផ្ទាល់ក៏បានដែរហើយខ្ញុំនឹងបង្ហាញនៅវីដេអូនៃអត្ថប្រយោជន៍និងការប្រើប្រាស់របស់ប្រេងដូងត្រជាក់អញ្ចឹងបងប្អូនដែលមានតម្រូវការឬក៏ចង់សាកជាមួយប្រេងដូងត្រជាក់បងអាចធ្វើការកម្មង់បានអរគុណយើងនឹងជួបគ្នានៅវីដេអូខាងក្រោយទៀត